គាត់រំខានការអភិវឌ្ឍអនាគតរបស់យើងរំខានដល់សកម្មភាពប្រចាំថ្ងៃដែលសម្រាប់ដល់គោលដៅជីវិតរបស់យើងហើយគាត់អត់មានគោលដៅរួមជាមួយយើងទេវ័យយើងនៅពេលដែលយើងនៅអាយុ15 16ចន្លោះ15 16 20ជាងដល់30អីហ្នឹងគឺវ័យដែលយើងអភិវឌ្ឍសមត្ថភាពចំណេះដឹងខ្លួនឯងដើម្បីរលុយរចំណូលដើម្បីមកទ្រទ្រង់ជីវិតនិងជីវភាពខ្លួនឯងនៅពេលដែលយើងចាស់ទៅយើងរស់នៅក្នុងជីវភាពមួយដែលប្រសើរមានកន្លែងរស់នៅហើយនឹងមានអាហារគ្រប់គ្រាន់កសាងគ្រួសារមួយប៉ុន្តែនៅក្នុងវ័យហ្នឹងបើសិនជាបុគ្គលម្នាក់ហ្នឹងគាត់បង្កគ្រោះថ្នាក់ដល់យើងគ្រោះថ្នាក់អីគ្រោះថ្នាក់ដល់អនាគតរបស់យើងកំពុងសិក្សាអត់ចូលរៀនអត់ចូលរឿងនោះអត់ចេះចំរៀនអត់ចូលអញ្ចឹងជួនកាលហេតុផលនឹងដែរធ្វើឲ្យយើងសម្រេចចិត្តថាដើរតាមបេះដូងឬដើរតាមការគិតបើដើរតាមបេះដូងគឺបាត់បង់ការសិក្សាបាត់បង់ការងារខូចអនាគតតែបើដើរតាមខួរក្បាលយើងជោគជ័យប៉ុន្តែយើងត្រូវបាត់បង់ស្នេហានៅក្នុងគ្រាហ្នឹងអញ្ចឹងអ្នកខ្លះសម្រេចចិត្តបោះបង់ស្នេហាឬលែងខ្វល់នឹងស្នេហាគាត់ចាប់យកគាត់សុខចិត្តបែកបាក់ហើយគាត់ចាប់យកការសិក្សាឲ្យចប់ដើម្បីសម្រេចបានគោលដៅជីវិតគាត់ពីព្រោះនៅក្នុងវ័យហ្នឹងត្រូវមិនចាប់បានចំណេះវិជ្ជាអភិវឌ្ឍខ្លួនឯងមានការងារធ្វើល្អអញ្ចឹងគាត់បោះបង់ស្នេហាមួយរយៈនឹងសិនមិនមានន័យថាគាត់ចង់បែកទេប៉ុន្តែវារំខានវាគ្រោះថ្នាក់តែបើបុគ្គលប្រភេទទៀតអាចជាបរិសុទ្ធឬក៏ជានារីហ្នឹងគាត់ជាមនុស្សដែលប្រឆាំងនឹងសង្គមគេហៅថាមានអកប្បកិរិយាសកម្មភាពប្រឆាំងនឹងសង្គមដូចជាការឆក់លួចប្លន់ឬក៏ស្ថិតនៅក្នុងបកពួកណាដែលថាធ្វើឲ្យសង្គមយើងប៉ះពាល់ឬក៏ខុសនឹងច្បាប់សង្គមខុសនឹងច្បាប់ប្រទេសអីចឹងណាអញ្ចឹងបើសិនជាយើងនៅជាមួយមិនបាច់ចាំថាដល់ប្តីប្រពន្ធទេយើងជាសង្សារសម្រាប់តែដើរលេងណាឬក៏យើងនៅជាមួយគ្នាគេអាចគ្រោះថ្នាក់ដល់យើងពាក្យខ្មែរយើងនិយាយថាត្រីស្អុយមួយស្អុយមួយកត្រកអញ្ចឹងបើសិនយើងនៅជាមួយគឺវាមិនត្រឹមតែធ្វើឲ្យអនាគតយើងអត់រីកចម្រើនឬអត់ទៅមុខប៉ុន្តែវាបង្កគ្រោះថ្នាក់ដល់យើងដែរ